សួស្តីអ្នកទាំងអស់គ្នានេះជារឿងថ្មីមួយដែលមានចំណងជើងថាគាត់ខ្លាចជាអ្នកមានផ្សារសង្សារគាត់ក្បត់ភាគមួយអាហាចាំខ្ញុំមើលសិនរយិនតើយើងរៀបការនៅពេលណារៀបការគឺជារឿងធំមួយយើងត្រូវជ្រើសរើសកាលបរិច្ឆេទដែលមានសំណាងហើយរៀបចំផែនការដោយប្រុងប្រយ័ត្នផ្ទេរប្រាក់ជាមុនសិនមិនអីទេហាហាអ្នកគិតថាមនុស្សដូចអ្នកអាចរៀបការជាមួយខ្ញុំបានមែនទេដូចជាអ្នកសុំនឹងទទួលបានវងដេជួយខ្ញុំនឹងផ្ដល់រយៈពេលសាកល្បង3ខែដល់អ្នកប្រសិនបើអ្នកអាចធ្វើឲ្យប្រាកដថាកសិដ្ឋានមិនខាតបង់លុយហើយអ្នកអាចចិញ្ចឹមគ្រួសារបានខ្ញុំនឹងរៀបការជាមួយអ្នកភ្លាមខ្ញុំអាចរកលុយបានល្អជាមួយកសិដ្ឋាននោះប៉ុន្តែប្រសិនបើអ្នកខាតលុយកុំបន្ទោសពួកយើងចំពោះការដកថយត្រូវហើយរួយស្អាតណាស់ហើយនាងមានរូបរាងស្អាតណាស់បរិសុទ្ធច្រើនណាស់ចង់បាននាងមិនអាចរៀបការជាមួយមនុស្សចាញ់បានទេអ្នកបាននិយាយថាប្រសិនបើខ្ញុំចុះហត្ថលេខាលើកិច្ចសន្យាអ្នកនឹងរៀបការជាមួយខ្ញុំហេតុអ្វីបានជាមានការសាកល្បង3ខែទៀតជប់និយាយទៅវាចប់ហើយហាហាហាក៏ស្ថានមួយដែលគ្មាននរណាម្នាក់អាចលក់បានក្នុងតម្លៃ$2 លានដោយមិនដឹងមូលហេតុអ្វីយើងបានលក់វាក្នុងតម្លៃ$10 លានប្អូនស្រីអ្នកពិតជាអស្ចារ្យណាស់មនុស្សល្ងងនោះគាត់ជឿអ្វីដែលអ្នកនិយាយខួរក្បាលរបស់គាត់ដូចជាគាត់ត្រូវបានសត្វលាទាត់ហើយគាត់នៅតែគិតថាគាត់អាចរៀបការជាមួយអ្នកបានគាត់គួរតែមើលក្នុងកញ្ចក់ដើម្បីមើលថាតើគាត់មានតម្លៃអត់ក៏ស្ថាននេះខាតបង់រាប់ម៉ឺនក្នុងមួយខែហើយគាត់មិនអាចធ្វើគណិតវិទ្យាសាមញ្ញបានទេល្ងងមែនសំឡេងអ្វីនឹងលូរូយិនអ្នកធ្វើពុតជាណាត់ជួបនិងរៀបការជាមួយខ្ញុំគ្រាន់តែដើម្បីបញ្ឆោតខ្ញុំឲ្យដណ្ដើមយកកសិដ្ឋានគ្រួសារអ្នកឥឡូវនេះអ្នកដឹងហើយខ្ញុំលែងលាក់បាំងវាទៀតហើយមែនហើយខ្ញុំបានបញ្ឆោតអ្នកលូរូយិនអ្នកពិតជាគិតថាខ្ញុំមិនដឹងថាកសិដ្ឋានកំពុងខាតបង់លុយមែនទេខ្ញុំដឹងច្បាស់ហើយមូលហេតុដែលខ្ញុំទិញវាគឺដើម្បីជួយអ្នកព្រោះខ្ញុំចូលចិត្តអ្នកខ្ញុំលងស្នេហ៍នឹងអ្នកខ្ញុំចង់ឲ្យយើងគ្រប់គ្រងវាជាមួយគ្នាធ្វើឲ្យស្ថាននេះក្លាយជាឋានសុខតូចមួយតាមវាឲ្យធំនិងរឹងមាំចាក់ឆ្ងាយពីសំឡេងរំខានក្នុងទីក្រុងរស់នៅជីវិតជនបទដ៏សុខសាន្តនិងសប្បាយរីករាយប៉ុន្តែអ្នកតើអ្នកចង់មានន័យយ៉ាងណាអ្នកលុយចំនួន$10 លានរបស់ជីតាអ្នកកំពុងនៅជាមួយយើងឥឡូវនេះអ្នកគ្រាន់តែក្រដូច្នេះហេតុអ្វីបានជាប្អូនស្រីរបស់ខ្ញុំរៀបការជាមួយអ្នកមែនហើយឥឡូវនេះអ្នកមិនអាចមានលទ្ធភាពទិញផ្ទះមិនអាចទិញឡាននិងមិនអាចបង់ថ្លៃភ្ជាប់ពាក្យ$880,000បានទេហេតុអ្វីបានជារួយរៀបការជាមួយអ្នកតើអ្នកនឹងអនុញ្ញាតឲ្យនាងអត់ឃ្លានជាមួយអ្នកមែនទេអ្នកទាំងអស់គ្នាគ្រាន់តែប្រើប្រាស់អាពាហ៍ពិពាហ៍ដើម្បីបោកប្រាស់ខ្ញុំចុះយ៉ាងម៉េចដែរយើងមានកិច្ចសន្យាស្របច្បាប់ប្តឹងយើងទៅវាគ្មានប្រយោជន៍ទេវងដាឈុយកុំរំខានខ្ញុំទៀតអីឬខ្ញុំនឹងចោទប្រកាន់អ្នកពីបទយាយីកសិដ្ឋានដ៏អស្ចារ្យត្រូវបានធ្វើឲ្យសកម្មកសិដ្ឋានត្រូវបានធ្វើឲ្យប្រសើរឡើងដល់កម្រិតមួយល្អណាស់ខ្ញុំមានប្រព័ន្ធហើយឥឡូវនេះរុក្ខជាតិនីមួយនៅក្នុងកសិដ្ឋានឥឡូវនេះគឺជាអស្ចារ្យវិញ្ញាណកម្រិតមួយរុក្ខជាតិនិងសត្វទាំងអស់នៅទីនេះមានអាហារូបត្ថម្ភគុណនិង5រសជាតិត្រូវបានធ្វើឲ្យប្រសើរឡើងឥឡូវនេះជាមួយនឹងថាមពលវិញ្ញាណនៅខាងក្នុងអ្នកទទួលបានឱកាស3ដងក្នុងការចាប់រង្វាន់សម្រាប់អ្នកចំណូលថ្មីចង់ចាប់ផ្ដើមការចាប់រង្វាន់ទេចាប់រង្វាន់សូមអបអរសាទរអ្នកមានជំនាញដាំរុក្ខជាតិវិញ្ញាណសូមអបអរសាទរអ្នកមានភ្នែកខ្លំមើលអ្វីក៏ដោយដែលកំពុងកើតឡើងនៅក្នុងកសិដ្ឋានគឺស្ថិតនៅក្នុងការយល់ដឹងរបស់អ្នកឥឡូវនេះអ្នកអាចទាញយកវីដេអូត្រួតពិនិត្យនៅពេលណាក៏បានសូមអបអរសាទរអ្នកមានមូលនិធិចាប់ផ្ដើមអាជីវកម្មចំនួន$10 លានអាហារភ្នែកខ្លំមើលពិតជាមានឥទ្ធិពលខ្លាំងណាស់មិនថាឆ្ងាយប៉ុណ្ណាទេខ្ញុំអាចមើលកសិដ្ឋានបានប្រសិនបើអ្នកមិនបានបញ្ឆោតខ្ញុំឲ្យជួលឬទិញកសិដ្ឋានទេខ្ញុំមិនអាចធ្វើឲ្យប្រព័ន្ធសកម្មបានទេលូរូយិនមិនយូរប៉ុន្មានទេខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយយ៉ាងខ្លាំងខ្ញុំនឹងបោកប្រាស់អ្នកវិញទ្វេដងខ្ជាក់លុយរបស់ខ្ញុំចេញទៅវិញក្មេងរកពីឲ្យខ្ញុំប្រាប់អ្នកឲ្យរកដៃគូហើយអ្នកបានធ្វើឲ្យប្រាក់សន្សំរបស់ខ្ញុំខាតអស់$10 លានលុយនោះអ្នកអាចទិញអ្វីក៏បានតាមមិនដែលជួបស្ត្រីណាម្នាក់ពីមុនមកទេតាកុំខឹងអីតាមពិតទៅខ្ញុំឈ្នះរង្វាន់ធំវាដល់ចំណុចនេះហើយឯងនៅតែកុហកជីតារបស់ឯងទៀតកូនមិនដឹងគុណសោះក៏ស្ថាននេះខាតបង់រាប់ម៉ឺន$ក្នុងមួយឆ្នាំលក់បានតែ$2 លានក៏មិនបានដែរប៉ុន្តែអ្នកបានចំណាយប្រាក់$10 លានហើយអ្នកហ៊ាននិយាយថាអ្នករកលុយបានច្រើនមែនទេបន្តទៅមុខទៀតវាគាត់ឲ្យខ្លាំងទៅយ៉ាងហោចណាស់ក៏ញ៉ាំអាហារ3ពេលក្នុងមួយថ្ងៃដែរអាហារមួយពេលមិនតិចទេក្មេងល្ងងឲ្យឈប់ស្ងៀម
ថ្ងៃនេះខ្ញុំនឹងកំចាត់អ្នកចោលខ្ញុំថែមទាំងយកនាមត្រកូលរបស់អ្នកទៀតផងប៉ុន្តែខ្ញុំមាននាមត្រកូលដូចគ្នានឹងអ្នករួចទៅហើយអ្នកនិយាយមកវិញឥឡូវនេះឈប់គំរត់ទៅសាកល្បងស្បែកក្តោបផលិតផលនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះជាឡានរបស់ខ្ញុំគំរត់ក្មេងរពីអើយត្រឡប់មកវិញខ្ញុំនឹងវាយជើងវាឲ្យបាក់តើយើងនឹងទទួលបានលទ្ធផលរយៈពេលប៉ុន្មានលឿនបំផុតគឺ2 ម៉ោងយូរម្លេះមែនទេបបយោនោះមិនមែនជាមនុស្សល្ងងដែលខាត់បង10លានទេវងដាឈុយគូស្រីស្អាតនៅសាលាអ្នកទាំងអស់គ្នាទើបតែជួបគ្នាដោយចៃដន្យគុំយល់ខុសអីវងដាឈុយការជួបជុំគ្នាវិញរបស់សិស្សគឺថ្ងៃស្អែកហើយវាចៃដន្យជាថ្ងៃកំណើតរបស់ខ្ញុំតើអ្នកមិនបានចំណាយប្រាក់10 លានដុល្លារលើកស្ថានទេហេតុអ្វីមិនធ្វើវានៅផ្ទះរបស់អ្នកមនុស្សល្ងងនោះគាត់ដឹងថាគ្រួសារខ្ញុំទទួលបាន10 លានដុល្លារពីការផ្លាស់ទីលំនៅគ្រាន់តែនិយាយបែបចំអកប៉ុណ្ណោះនាងច្បាស់ជាចង់អួតខ្លួនហើយសើចចំអកឲ្យខ្ញុំបើអញហ៊ានមកខ្ញុំនឹងធ្វើឲ្យឯងខ្មាស់គេបន្ទាប់មកអួតខ្លួនយ៉ាងធំនៅចំពោះមុខគេយ៉ាឆេងកាពីនៅរៀនខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់នាងទេប៉ុន្តែឥឡូវនេះខ្ញុំមានទំនុកចិត្តហើយមិនអីទេវាជាកិច្ចព្រមព្រៀងមួយល្អណាស់អ្នកពិតជាហ៊ាននិយាយថាយល់ព្រមថ្ងៃស្អែកអ្នកនឹងក្លាយជាចំណុចកណ្ដាលនៃរឿងកំ pl ែងទាំងអស់លោកនាយកមានរឿងធំមួយបានកើតឡើងសូមមកទីនេះឥឡូវនេះមានរឿងអ្វីកើតឡើងមើលនេះអូវាខ្ពស់ជាងកម្រិតធម្មតា5 ដងហើយមានថាមពលអាចកំបាំងខ្លះតើអ្នកនិយាយពិតទេបានសាកល្បងវា2 ដងគ្មានវិធីណាដែលវាខុសទេហេតុអ្វីមិនអញ្ចឹងចាំបន្តិចសិនលោកកំពុងលេងសើចជាមួយខ្ញុំមែនទេលោកគ្រូតើខ្ញុំហ៊ានលេងសើចអំពីរឿងនេះដោយរបៀបណាលោកវងតើគម្រោងរបស់លោកដំណើរការទៅយ៉ាងដូចម្តេចប្រសិនបើថវិកាមិនគ្រប់គ្រាន់យើងនឹងផ្ដល់ជូនលោកបន្ថែមទៀត2 3 លានយើងគ្មានអ្វីផ្សេងទៀតទេប៉ុន្តែយើងមានលុយសល់យើងគ្រាន់តែចង់បានបន្លែដែលមានជីវជាតិនិងរសជាតិល្អជាងលុយមិនមែនជាបញ្ហាទេអ្នកទាំងអស់គ្នាបានមកដល់ពេលវេលាត្រឹមត្រូវមកជាមួយខ្ញុំមាននរណាម្នាក់បានដាំដុះអ្វីដែលអ្នកត្រូវការគ្មានរសជាតិល្វីងទេគ្រាន់តែផ្អែមនិងស្រស់រសជាតិល្អជាងបន្លែធម្មតាអាចញ៉ាំបន្លែប្រភេទដូចផ្លែឈើមានជីវជាតិច្រើនជាងបន្លែធម្មតាដល់ទៅ5 ដងសុទ្ធតែសុទ្ធនឹងធម្មជាតិទាំងអស់ហើយថាមពលអាចកំបាំងនោះមិនមានផលប៉ះពាល់អ្វីទេអូនេះពិតជាអស្ចារ្យណាស់តើអ្នកណាបានយកបន្លែមកធ្វើតេស្តតើគាត់ណែណាតើលទ្ធផលរបស់គាត់ចេញហើយឬនៅសួស្តីអ្នកទាំងអស់គ្នាកុំធ្វើអ្វីឆ្កួតអីខ្ញុំជាមនុស្សស្មោះត្រង់មិនចូលចិត្តបរិសុទ្ធទេយល់ព្រមតើអ្នកដាំបន្លែទាំងនេះទេឆ្លើយមកខ្ញុំចាតើអ្នកចង់មានន័យយ៉ាងណាចាមែនទេជាអ្នកឬអត់តើអ្នកដឹងទេថាបន្លែរបស់អ្នកអស្ចារ្យប៉ុណ្ណាមានជីវជាតិច្រើនជាង5 ដងរសជាតិពិសេសនិងខ្លាំងថាមពលអាចកំបាំងនោះអាចជំនួសបាថាមពលជាច្រើនតើអ្នកដាំបានប៉ុន្មាន100 មូល